វិបត្តិធម្មពលកំពុងខិតកាន់តែជិតជប៉ុនចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងវិបត្តិសន្តិសុខធម្មពលក្រោយស្ថានភាពតានតឹងនៅមជ្ឈមបូព៌ាកាន់តែធ្ងន់ធ្ងរឡើងរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមបង្កើតយុទ្ធសាស្ត្រថ្មីសំខាន់មួយដើម្បីការពារសន្តិសុខធម្មពលក្នុងប្រទេសយោងតាមសារព័ត៌មានអាសាហិនៅថ្ងៃទី27 ខែមិនិនាបានឲ្យដឹងថានាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកាយជីសាណែបានបញ្ជាក់ថាជប៉ុននឹងបង្កើនការប្រើប្រាស់ធម្មពលដុតធ្យូងថ្មដើម្បីសន្សំការប្រើប្រាស់ឧស្ម័នធម្មជាតិរាវហេតុអ្វីត្រូវធ្វើបែបនេះព្រោះឧស្ម័នធម្មជាតិរាវគឺជាធម្មពលដ៏សំខាន់ដែលផ្គត់ផ្គង់អគ្គិសនីប្រហែល 30% នៅជប៉ុនហើយការនាំចូលអាចរងផលប៉ះពាល់ពីវិបត្តិនៅមជ្ឈមបូព៌ាទោះបីបច្ចុប្បន្នជប៉ុនមិនទាន់មានបញ្ហាផ្គត់ផ្គង់ក៏ដោយប៉ុន្តែរដ្ឋាភិបាលជប៉ុនកំពុងត្រៀមខ្លួនជាមុនសម្រាប់ស្ថានភាពដែលអាក្រក់នៅពេលខាងមុខដោយមានផែនការសំខាន់ៗគឺការកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិរាវប្រហែល 500,000 តោនក្នុងមួយឆ្នាំប្រើថាមពលជំនួសដូចជាថាមពលដុតធ្យូងថ្មបូករួមជាមួយរោងចក្រនុយក្លេអ៊ែរដែលអាចនឹងកាត់បន្ថយឧស្ម័នធម្មជាតិរាវដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមឺដល់ទៅ 40% មិនត្រឹមតែប៉ុណ្ណោះជប៉ុនក៏បានបញ្ចេញប្រេងពីស្តុកជាតិដើម្បីធានាថាសាំងនិងថាមពលមិនអាចខ្វះក្នុងទីផ្សារនេះមិនមែនជាការផ្លាស់ប្ដូរតូចតាចទេប៉ុន្តែវាបង្ហាញថាជប៉ុនកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការពឹងផ្អែកលើឧស្ម័នធម្មជាតិរាវដែលយកមកពីច្រកសមុទ្រហូមឺទៅរកការគ្រប់គ្រងហានិភ័យថាមពលយ៉ាងតឹងរ៉ឹងសំណួរដ៏ធំសួរថាតើជប៉ុនអាចប្រើប្រាស់យុទ្ធសាស្ត្រនេះបានដោយជោគជ័យដែរឬទេ